សួស្តីលោកគ្រូអ្នកគ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញតាក់ទងទៅនឹងរបៀបបញ្ចូលពិន្ទុសម្រាប់គ្រូតាមមុខវិជ្ជាអញ្ចឹងសម្រាប់លោកគ្រូអ្នកគ្រូតាមមុខវិជ្ជាដល់ពេលដែលខ្ញុំរៀបចំប្រព័ន្ធរួចខ្ញុំមានជាដំណរ link មួយបែបនេះមកដើម្បីឲ្យលោកគ្រូអ្នកគ្រូធ្វើការបញ្ចូលពិន្ទុបានហើយលោកគ្រូអ្នកគ្រូចុចមកវានឹងមកដល់ទម្រង់នេះអញ្ចឹងឧទាហរណ៍ថានេះសម្រាប់សាលាទាំងមូលអញ្ចឹងលោកគ្រូអ្នកគ្រូតាមមុខវិជ្ជាគាត់បរៀនថ្នាក់ណាអញ្ចឹងគាត់អាចរើសមើលថ្នាក់ទីម៉ានទី8អីអញ្ចឹងមកចឹងឧទាហរណ៍គាត់សម្រាប់ថ្នាក់សាកល្បងនេះគាត់ចុចមកហើយរបៀបបញ្ចូលបន្ទុកគឺអត់មានអីច្រើនទេគ្រាន់តែទីមួយគាត់ត្រូវមាន Gmail ហើយគាត់ត្រូវ tick កន្លែង Gmail នេះមួយហើយគាត់ត្រូវរើសខែណាដែលគាត់ត្រូវចម្លងបន្ទុកឲ្យគេឧទាហរណ៍ខែអីគេខែមេសាឧទាហរណ៍បន្ទាប់មកទៀតមុខវិជ្ជាណាដែលគាត់បង្រៀនអញ្ចឹងឧទាហរណ៍ថាគាត់បង្រៀនប្រវត្តិគាត់អាចរើសប្រវត្តិអញ្ចឹងមកហើយគាត់អាចបញ្ចូលបន្ទុកបានអញ្ចឹងឧទាហរណ៍ថាគាត់បញ្ចូលបន្ទុកហើយគាត់ចុចយកពាក្យ submit បាទ submit បែបនេះទៅបាទហើយគាត់អាចធ្វើការកែប្រែបន្ទុកបានភ្លាមនៅត្រង់ចំណុចនេះឬក៏គាត់ឧទាហរណ៍គ្រូម្នាក់គាត់បរៀនពីមុខវិជ្ជាគាត់អាចចុច submit មួយនេះទៀតមកហើយគាត់រើសខែដដែលឧទាហរណ៍ខែមេសាដដែលហើយមិញឧទាហរណ៍គាត់បរៀនពលរដ្ឋអញ្ចឹងមកមុខវិជ្ជាទៀតគាត់បរៀនប្រវត្តិអញ្ចឹងគាត់អាចរើសកន្លែងមុខវិជ្ជាហ្នឹងមុខវិជ្ជាប្រវត្តិមួយទៀតមកហើយគាត់អាចធ្វើការបញ្ចូលបន្ទុកបានដូចគ្នាអញ្ចឹងតកតងទៅនឹងរបៀបបញ្ចូលបន្ទុកគឺមានតែប៉ុណ្្នឹងទេហើយអ្វីដែលសំខាន់គឺតកតងទៅនឹងខែហើយនឹងមុខវិជ្ជាដែលគាត់បរៀនហ្នឹងត្រូវប្រកាសថាឲ្យបានត្រឹមត្រូវសិនបាទហើយតកតងនឹងការបញ្ចូលខុសអីគាត់អាចធ្វើការកែប្រែបន្ទុកតាមក្រោយបាន